Hello សួស្តីអ្នកទាំងអស់គ្នាតើយើងចូលមកកាន់លំហាត់ថ្មីរបស់យើងចំពោះលំហាត់នេះគឺយើងត្រូវដោះស្រាយប្រព័ន្ធដោះស្រាយសមីការអញ្ចឹងការដោះស្រាយសមីការនេះយើងត្រូវមើលសិនថាតើប្រធានរបស់យើងនឹងគឺគេឲ្យមកគេខ្លះហើយគេចង់ឲ្យយើងនឹងទៅស្វែងរកអ្វីអញ្ចឹងប្រធានរបស់យើងនឹងគេឲ្យមក 2m ក៏ 2m បូកជាមួយនឹង3លើកជាការ៉េដាក់ជាមួយនឹង 2m បូក5ស្មើជាមួយនឹង 4m ក៏តែឲ្យ m បូក4និងបូក4នៅខាងក្រៅទៀតអញ្ចឹងការដោះស្រាយសមីការនេះគឺយើងត្រូវទៅរកតម្លៃរបស់ m ពេលដែលយើងរកតម្លៃ m ឃើញហើយយើងត្រូវតែដាក់ដូចនេះឲ្យវាឲ្យមើលទៅឃើញស្អាតណាអញ្ចឹងយើងមកធ្វើវាមែលអញ្ចឹងជាដំបូងហ្នឹងយើងមកមើលសិន 2m បូក3លើកជាការ៉េអញ្ចឹង 2m បូក3លើកជាការ៉េហ្នឹងគឺវាចូលរូបមន្ត a គឺវាចូលរូបមន្ត a បូក b លើកជាការ៉េស្មើជាមួយនឹង a ការ៉េបូក 2ab បូក 2ab បូកជាមួយនឹង b ការ៉េអញ្ចឹងយើងដាក់វាចូលរូបមន្តមកយើងធ្វើវាម្ដងម្តងហ្នឹងអញ្ចឹងស្មើមិនដាក់ស្មើគេដាក់នៅកណ្ដាលហើយ 2m លើកជាការ៉េបូកជាមួយនឹង2គុណជាមួយនឹង 2m បូកជាមួយនឹង3លើកជាការ៉េដកយើងគុណសញ្ញាវាចូលមកអញ្ចឹងបានដក 2m ដក 5បន្តមកទៀតយើងគុណពលិតទាំងសោមនេះទៀតមកអញ្ចឹង 4m យើងយក 4m ហ្នឹងគុណចូលនៅក្នុងវងកញ្ចក់ហ្នឹងណាអញ្ចឹងយើងបាន 4m ការ៉េ 4m គុណនឹង 4 គឺបានបូក 16m បូក4បន្តមកទៀត 2m ការ៉េហ្នឹងគឺបាន 4m ការ៉េបូក 2គុណជាមួយនឹង 2m គឺបានកន្លែងហ្នឹងគឺយើងនៅខ្វះមួយទៀតណាគុណជាមួយនឹង3មួយទៀត2គុណនឹង 2m គុណនឹងតួ b របស់យើងគឺ3បូកជាមួយនឹង3លើកជាការ៉េអញ្ចឹង2គុណជាមួយនឹង 2m គឺបាន 4m គុណនឹង3គឺបាន 12m 3ការ៉េគឺបាន 9ដកជាមួយនឹង 2m ដក 15ស្មើ 4m ការ៉េបូក 16m បូក 4 4m ការ៉េនេះយើងដាក់មកដដែលសិនមកយើងធ្វើវាម្ដងមួយអង្គណាអញ្ចឹង 12m ដក 2m គឺនៅសល់ 10m បូក 10m បូក 9 ដក 5 គឺនៅសល់ 4ស្មើ 4m ការ៉េដាក់មកដដែលមកបូក 16m បូក 4បន្តមកទៀតគឺយើងបោះតួណាដែលមានអញ្ញត្តិដូចគ្នាមួយអង្គមួយខាងនឹងតួណាដែលអត់មានអញ្ញត្តិទៅអង្គមួយខាងអញ្ចឹង 4m ការ៉េយើងដាក់វាមកដដែលមក 4m ការ៉េនៅអង្គទី2យើងត្រូវលើកវាមកអង្គទី1អញ្ចឹង 4m ការ៉េនៅអង្គទី2គឺសញ្ញាបូកពេលដែលយើងលើកវាមកអង្គទី1គឺសញ្ញាដកអញ្ចឹងបានដក 4m ការ៉េបូក 10m យើងដាក់មកដដែលមកបូក 10m 16m នៅអង្គទី2គឺសញ្ញាបូកអញ្ចឹងយើងលើកវាមកអង្គទី1មកពេលកាលណាដែលយើងត្រូវលើកវាមកកាលណាយើងលើកវាឆ្លងអង្គអញ្ចឹងគឺវាត្រូវតែដូរសញ្ញាដូចគ្នាអញ្ចឹង16នេះនៅអង្គទី2គឺសញ្ញាបូកអញ្ចឹងយើងលើកវាមកអង្គទី1គឺបានសញ្ញាដកចឹងបានដក 16m ស្មើ4ទុកនៅដដែល4នេះយើងលើកវាមកឆ្លងអង្គមកគឺបានដក 4ដក 4m ការ៉េដក 4m ការ៉េគឺអស់ហើយណាអញ្ចឹងស្មើ 4m ការ៉េដក 4m ការ៉េអស់តែបន្តមកទៀតគឺយើងមកមើលតួ m ម្ដងអញ្ចឹងដក 10m បូក 10m ដក 16m គឺសល់ដក 6m ស្មើ 4 ដក 4គឺនៅសល់ 0ចឹងយើងទីរកតម្លៃ m មកនាំឲ្យ m ស្មើ 0 លើ 16ស្មើ0ដូចនេះ m ស្មើ 0 ជាឬសម័យការ